សាររំលែកទុក្ខរបស់អាយដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌ផ្ញើជូនលោកជំទាវទឹកខំតារាព្រមទាំងក្រុមគ្រួសារលោកជំទាវជាទីរាប់អានខ្ញុំនិងភរិយាបានទទួលដំណឹងដ៏ក្រៀមក្រំថាអាយដាមនុតសាអានប្រធានគណៈកម្មការជាតិប្រឆាំងទារុណកម្មដែលត្រូវជាស្វាមីរបស់លោកជំទាវបានទទួលអនិច្ចកម្មកាលពីវេលាម៉ោង 11:30 នាទីថ្ងៃត្រង់ថ្ងៃប្រហោះ 15 រោចខែកដឹកឆ្នាំអាសាញ់សប្បស័កពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2025 ក្នុងជន្មាយុ 83 ឆ្នាំដោយជរាពៀនក្នុងក្តីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយនឹងលោកជំទាវនិងក្រុមគ្រួសារចំពោះការបាត់បង់នៅស្វាមីជាទីគោរពស្រឡាញ់បំផុតនិងជាការបាត់បង់នៅឪពុកក៏ដូចជាជីតាដែលប្រកបដោយព្រហ្មវិហារធម៌និងសេចក្តីសន្តោសប្រណីចំពោះកូនចៅទាំងអស់គ្នាមរណភាពរបស់អាយដាមនុតសាអានគឺជាការបាត់បង់នៅអិសរាជជនជាន់ខ្ពស់មួយរូបដែលក្នុងឆាកជីវិតរបស់លោកបានលះបង់អស់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីចូលរួមថែរក្សាសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈនិងសុខសុវត្ថិភាពសង្គមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងឆន្ទៈស្នេហាជាតិយ៉ាងមោះមុតខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់អាយដាមនុតសាអានសូមឆាប់បានចាប់កំណើតនៅទីឋានបរមសុខក្នុងសុគតិភពកំបីឃ្លៀងឃ្លាតឡើយសូមលោកជំទាវនិងក្រុមគ្រួសារទទួលនៅការរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីខ្ញុំនិងភរិយាឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌ហត្ថលេខាកើតរិទ្ធ